ការចុះបញ្ជីជាមួយនឹងពន្ធដារវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់ម្ចាស់សហគ្រាសយើងត្រូវដឹងថាការរកស៊ីបច្ចុប្បន្នគឺវាមានការប្រកួតប្រជែងគ្នាខ្លាំងហើយបើសិនជាយើងនៅតែរក្សាទម្លាប់ចាស់ដដែលយើងអស់ព្រមចុះបញ្ជីច្បាស់ថាយើងនឹងចាញ់ជាមួយដៃគូប្រកួតប្រជែងរបស់យើងបើក្នុងករណីថាក្រុមដៃគូប្រកួតប្រជែងរបស់យើងគឺបានចុះបញ្ជីត្រឹមត្រូវការរកស៊ីជាមួយនឹងក្រុមហ៊ុនធំៗឬក៏ជាការរកស៊ីធំៗគឺយើងចាំបាច់ត្រូវតែចុះបញ្ជីហើយពីព្រោះដោយសារតែទឹកជនរបស់យើងគឺគេនឹងស្រឡឹងរកមើលតែក្រុមហ៊ុនណាដែលចុះបញ្ជីដូចគ្នាដើម្បីកុំឲ្យមានបញ្ហាមួយពន្ធជាពិសេសបើសិនជាការរកស៊ីជាលក្ខបើសិនជាយើងប្រវាយជា service ទៅឲ្យអតិថិជនរបស់យើងវាអាចនឹងមានបញ្ហាស្មុគស្មាញជាមួយនឹងពន្ធកាត់ទុកហើយករណីមួយទៀតបើសិនជាក្នុងក្រុមហ៊ុនរបស់យើងជាប្រភេទទម្លក់ទំនិញនាំចេញនាំចូលអញ្ចឹងច្បាស់លាស់ហ្មងថា100%គឺខាងក្រោយគឺគេនឹងសួរយើងថាយើងមានឯកសារដើម្បីយកមកបញ្ជាក់មួយគេថាយើងជាក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវដែរឬក៏អត់អាហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងខាងក្រោយយើងមួយទៀតតើតើនឹងចំណុចមួយទៀតគឺការខ្ចីលុយពីធនាគារដើម្បីពង្រីកអាជីវកម្មរបស់យើងគឺយើងត្រូវតែចុះជាក្រុមហ៊ុនចុះបញ្ជីហើយពីព្រោះគេនឹងស្នើសុំឯកសារចុះបញ្ជីជាច្រើនពីខាងយើងមួយទៀតក៏យើងអាចទទួលបានអត្ថប្រយោជន៍ពីបសសហើយយើងទទួលបានការពារទៅលើឈ្មោះអាជីវកម្មឬក៏ស្លាកយីហោរបស់យើងហើយយើងនឹងជៀសផុតពីការផាកពិន័យផ្សេងៗពីពន្ធដារឬក៏ស្ថាប័នផ្សេងៗ